បាទសួស្តីបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយថ្ងៃនេះថ្ងៃទី14ខែកក្កដាឆ្នាំ2026ទ្វារទឹកដែលបងប្អូនបានមើលឃើញគឺទ្វារទឹកទំនប់ស្លាតអនមកដល់ពេលនេះគឺបើកអស់4ទ្វារហើយបិទ2ទ្វារសរុបទាំងអស់ទ្វារ6ហើយទឹកឃើញថានៅខាងលើវាធ្លាក់មកច្រើនអញ្ចឹងតម្រូវឲ្យបើកទាំងអស់ទឹកលះហាច់រាវហើយក៏យូរប្រហែលហើយអាចនឹងព្រៀបជ្រាំងផងដែរបាទហើយស្របពេលនឹងដែរសម្រាប់បងប្អូនធីមបងត្រីត្រមិនបាននេះបាទនៅតែបងបានចេះតែបងបាទបើចេញរូបបេះដូងបាទហើយបងចើបងត្រីណាខ្វាក់ត្រីចូលមកថាបងប្អូនលមាស់ដៃទ្រាំបានបងត្រីមកបងមកគាត់ថាមានត្រីមិនដឹងទេទឹកព្រៀបហើយបើកខ្លាំងដោយសារពីសំឡូតមកហ្នឹងក៏ទឹកលើថាបើកពីទំនប់កុហកអីក៏មកច្រើនអញ្ចឹងនេះមុំបាំងលមាស់ដៃទេត្រីមកស្លទេតែមិនតដល់ត្រីដែលឈួរច្រាស់ទេត្រីប៉ុណ្ណឹងត្រីច្រាស់ពីហូរទឹកសងខាងនោះទឹកក្នុងខាងនោះបើត្រីទៅក៏មានមនុស្សដែរហើយទឹកច្រើននេះទុកបងអត់តកើតទេតបើក2ទ្វារអីហ្នឹងទុកបងកើតអូស្មានមានត្រីខ្វាក់ជាប់ឥឡូវទៅមើលនៅខាងលើសិនពីសំណាញ់2នោះកំពុងទាញនេះកំពុងទាញយើងចាំមើលដល់គ្នាណាត្រី5 គីឡូបងអត់មានត្រីខ្វាក់ទេអញ្ចឹងត្រីគេហ្នឹងហើយមើលបងប្អូនណាដែលអត់ចេះចាប់ស្នាញ់ហើយអត់ចេះបងមើលស្មាត់នេះទៅរហស្សនាមកគៈប្រចាំទំនប់ស្អាតបងឲ្យបែកណាមកទៅដុំលើហើយមកទៅដុំលើហើយអត់មានបងអូអីអញ្ចឹងអាចមានត្រីខ្វាក់ចូលនឹងបងប្អូនខាងលើនេះគឺផ្នែកខាងលើផ្នែកទៅឡើងទៅផ្សារបាត់ដំបងវិញតែមានទឹកបែបនេះហើយបងប្អូនបងត្រីនៅក្នុងនេះគឺដូចគេថាអីគេហើយដំណាំចេញក្តាប់មិនយូរទេតែមកទឹកឬក៏អីហ្នឹងគឺចាប់ផ្ដើមលុយមកដល់ទៀតសម្រាប់បងប្អូននៅបងអ្នកនេសាទនៅក្នុងទំនប់ស្លាតអនណាហ្នឹងគឺបរិវេណទូទៅនៅក្នុងនៅលើទំនប់ស្លាតអនយើងហ្នឹងហើយបងប្អូនបើចង់ដឹងថាបងត្រីត្រូវពេលណាថ្ងៃទីប៉ុន្មានបងប្អូនអាចជួយ Subscribe ហើយអាច Share វីដេអូនឹងបានទុកគាត់ពេលដែលត្រីត្រូវឬក៏មានអីនៅទំនប់ហ្នឹងខ្ញុំអាចជូនព័ត៌មានទៅបងប្អូនបានលឿនហើយដឹងហើយបងប្អូនមកអត់ខុសទេណាអញ្ចឹងខ្ញុំជឿថាបងប្អូនអ្នកបងត្រីប្រកាសចង់ដឹងពេលណាត្រូវអញ្ចឹងបងប្អូនកុំភ្លេចជួយ Subscribe ហើយដាក់ញ៉ាកណ្ដឹងទៅហ្នឹងហើយសម្រាប់វីដេអូនេះខ្ញុំថតនៅថ្ងៃទី14ខែ7ឆ្នាំ2026ហ្នឹងហើយមានតែប៉ុណ្្នឹងហើយអរគុណបងប្អូនគ្រប់គ្នា